ជំរាបសួរក៏ដូចជាសួស្តីដល់បងប្អូនទាំងអស់គ្នាដែលជាប្រិយមិត្តអ្នកស្ដាប់ក្នុង Channel ដំណើរនិទាន2ទាំងអស់គ្នាផងដែរបាទថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទ Admin Channel ដំណើរនិទាន2បាទជាមួយនឹងសាច់រឿងថ្មីសាច់រឿងដែលប្លែកមិនដែលបានចេញទេបងប្អូនហើយក៏មិនដែលបាននិយាយសាច់រឿងដូចសាច់រឿងមួយនឹងដែរហើយធានាថាបងប្អូនស្ដាប់ទៅគឺប្លែកចម្លែកអារម្មណ៍ខ្លាំងមែនទែនបងប្អូនណាដោយដែលបងប្អូនបានឃើញនៅលើ thumbnail ហើយបាទខ្ញុំដាក់រូបសត្វអីមួយធំមែនទែនបងប្អូនប្រកាសជាឃើញណាបាទអូខេបងប្អូនមុនចូលទៅដល់សាច់រឿងខ្ញុំបានក៏សូមអរគុណដល់ប្រិយមិត្តដែលតែងតែចូលចិត្តស្ដាប់ចូលចិត្តគេហៅថាតាមដានរឿងដែលខ្ញុំចេញថ្មីអញ្ចឹងទៅណាបងប្អូនបាទហើយឥឡូវនេះម៉ោង3:05នាទីរសៀលនៅថ្ងៃ16 ខែ 11មានថ្ងៃអាទិត្យបាទអញ្ចឹងខ្ញុំធ្វើសាច់រឿងមួយនេះនៅក្នុងថ្ងៃអាទិត្យហើយនឹងបានបង្ហោះជូនបងប្អូនស្ដាប់នៅក្នុងថ្ងៃច័ន្ទបងប្អូនណាបាទតែរឿងនេះមិនជាវែងប្រហែលទេចាំមើលជាក់ស្ដែងមើលបានប្រហែលនាទី30-40នាទីអីក៏ល្មមណាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរបងប្អូនចឹងយើងទៅស្ដាប់សាច់រឿងលម្អិតជាមួយនឹងខ្ញុំតែម្ដងទៅកុំឲ្យថាadmin និយាយវែងឆ្ងាយអីច្រើនអញ្ចឹងឥឡូវយើងចូលសាច់រឿងភ្លាមតែហ្មងទៅណាបងប្អូនបាទចឹងរឿងនេះគឺនិយាយពីបងប្រុសនិទានដំណើរពីបងប្រុសម្នាក់ដែលមានឈ្មោះថាបងឡុងបាទហើយគាត់ថាភូមិដែលគាត់រស់នៅហ្នឹងគឺជាភូមិមួយនៅក្នុងប្រទេសខ្មែរយើងទេក៏ប៉ុន្តែវាជាប់ជាមួយនឹងព្រំដែនជាប់ជាមួយនឹងលបងប្រទេសថៃបាទហើយគាត់ថាតំបន់ហ្នឹងគឺជាតំបន់ដែលសម្បូរទៅដោយសត្វដំរីបងប្អូនបាទចឹងសូមអត់និយាយចំថាតំបន់ណាទេគាត់ប្រាប់ថាជាតំបន់ដែលសម្បូរទៅដោយសត្វដំរីបាទហើយសត្វដំរីនៅស្រុកគាត់ត្រូវបានគេប្រើប្រាស់ទូទៅចឹងទៅបាទហើយគាត់ថារឿងដែលគាត់នឹងនិយាយមកថ្ងៃនេះរឿងមុននឹងអ្នកភូមិគាត់សុទ្ធតែបានដឹងដោយសារតែអ្នកភូមិអ្នកអីសុទ្ធតែឃើញសុទ្ធតែបានជួបជាមួយគ្នាអញ្ចឹងទៅណាបាទហើយគាត់បន្តទៅទៀតអំពីភូមិផងរបស់គាត់ហ្នឹងទៅគាត់ថានៅក្នុងភូមិរបស់គាត់សត្វដំរីគឺជាសត្វមួយដែលអាចជួយការងារអ្នកភូមិបានច្រើនខ្លាំងមែនទែនភូមិគាត់សើប្រើគោអ្វីទេពីច្រើនប្រើដំរីបាទហើយដំរីវាអាចអូឈើហុបធំពីក្នុងព្រៃវាអីមកអញ្ចឹងដែលធ្ងន់ខ្លាំងអញ្ចឹងទៅថ្មអីផ្សេងដែលធ្ងន់ដែលអីខ្លាំងអញ្ចឹងវាអាចអូសបានហើយវាអាចឡើងចុះភ្នំអីដោយធម្មតាព្រោះអីវាខ្លាំងអញ្ចឹងណាបងប្អូនបាទឡើងភ្នំចុះចម្រៀលចុះអីអញ្ចឹងទៅហើយនៅក្នុងភូមិបកគាត់មានដៃគូបកគាត់ម្នាក់ដែលមានឈ្មោះថាបងច័ន្ទបាទបងច័ន្ទគាត់គេហៅថាគាត់ក៏ជាគេថាម៉ដំរីមួយដែរគាត់មានដំរីមួយដែលគាត់ដឹករាល់ថ្ងៃហើយដំរីរបស់គាត់ហ្នឹងធំមែនទែនជាដំរីឈ្មោលដែលគេមានឈ្មោះថាដែលវាដំរីនោះវាមានឈ្មោះថាតាធំគេហៅតាធំដោយសារតែតាធំវារៀងចាស់បងប្អូនអាយុវាច្រើនអញ្ចឹងទៅគេហៅតាធំអញ្ចឹងទៅបាទហើយគេថាតាធំហ្នឹងគឺខ្លាំងហើយវាស្រឡាញ់ស្មោះត្រង់មួយម្ចាស់ណាធ្វើការងាប់ចោលចឹងគេអញ្ចឹងបាទក៏ប៉ុន្តែបានអាសត្វដែលល្អស្រឡាញ់ចឹងហើយបែរជាបងច័ន្ទនឹងធ្វើទៅលើសត្វដែលល្អដែលស្មោះត្រង់មួយគាត់ទីទង្វើដែលមិនល្អទៅវិញមិនល្អយ៉ាងម៉េចគឺបងច័ន្ទតែងតែស្រែកដាក់តែងតែវាយតែងតែបខំឲ្យតាធំនឹងធ្វើការងារដែលពិបាកការងារដែលធ្ងន់ធ្ងរចឹងទៅបាទគាត់បន្តទៀតថាស្រាប់តែមានថ្ងៃមួយហ្នឹងនៅពេលដែលតាធំហ្នឹងកំពុងតែអូសអីវ៉ាន់អូសអីចឹងណាបងប្អូនកាត់ចលងភ្នំកាត់អីចឹងទៅជាងចំណោតខ្លាំងស្រាប់តែពេលហ្នឹងតាធំក៏បានល្អិលជើងហើយធ្លាក់ចូលទៅក្នុងជ្រោះហ្នឹងទៅហើយតាធំក៏បានស្លាប់បាទតែលក្ខណៈថាមិនមែនស្លាប់ទៅភ្លាមស្លាប់លក្ខណៈថាមួយស្លាប់ដោយភាពឈឺចាប់ធ្លាក់ជ្រោះធ្លាក់អីហើយមានទឹកភ្នែកអីហូរមកតែព្រោះយើងមើលទៅឃើញតែជួយអត់កើតដោយសារតែមិនដឹងថាលើកគាត់មករបៀបម៉េចហើយក៏ឃើញថាគាត់មុតថ្មមុតអីបែកក្បាលបែកពោះធ្លុះធ្លាយអស់ហើយគឺមិនរស់ទេដឹងតែស្លាប់ហើយបាទចឹងទៅក៏បានត្រឹមតែមើលបាទក៏ប៉ុន្តែម្ចាស់របស់គាត់បងច័ន្ទឃើញដំរីខ្លួនឯងកំពុងតែឈឺចាប់ណាឈឺចុកចាប់អញ្ចឹងហើយបែរជាមិនស្ដាយសំណោះទេបែរជានិយាយពាក្យថា
vừa ngọp chẳng lõ ai bà chăm bạch anh họ chùm này hỏi đạn châm đã ấy tiết mơ thai mơ ấy sắp khổ bài biang về tình ý ngọp cho tất nhiên gì bài chẳng bình đó tập con gì chẳng tăng bòn lông tăng nẹp phôm xế để cái bàn lưới cái bàn thầm hô chất cái keng bà đói tha ní mình gì chẳng vậy đó bị ta mùi nó có thà chứ có thà em bây giờ ta đầm rẫy vì miền nhiên vì miền bẩn lẫn vì nhiên với cả chứ nó bùa đầm rẫy sạch là thông với đôi chỉ sạch bầy một chân hay mấy con vậy và mát cả tiền viên trắng chân tới nó bằng ổn bà hay về tọt máu bị sầm đầy bao lột ta nó biết bật mè nó bằng ổn ba chưa mặc khai khỏi bà người ta trong bị chạy chạy về đây đầm rẫy nó slap bộ cọt của bàn vô vì tự cọp vô tự ấy đây mình này thà bà ọt cọp tế vì khẩn là sao vì ôi vì ấy chẳng nó bằng ổn bà plei cọt đặc ấy văn plei cọt họ si thơ nô chẳng tới bà ọt cọp tế vì bà đầm rẫy vì thông mày khẩn vì khlang chẳng á chân tọt máu còn dạ bé phải trên mặt khá bà phải trên mặt khá bông chăn nó có chập đàm chụp người riêng đài là run thột bà có tha miền dục mùi bà miền dục mùi nóng bông chán con cây nhờ bê bỏ cót đó là bông bồn hay bê bỏ cót cứដូចជានៅក្នុងព្រៃចឹងឯងបាទផ្ទះព្រៀនផ្ទះអីពួកគាត់សើព្រៀនព្រៃស្អីដែរហ្នឹងបាទហើយស្រាប់តែគាត់ដឹងខ្លួនឡើងបងប្អូនគាត់ថាគាត់ដឹងខ្លួនឡើងដោយសារតែវាអង្គើបាទវាអង្គើក្រែងអង្គើដីណាបាទដល់ទៅពេលអង្គើក្រែងអង្គើដីគាត់លឺសំឡេងឌឹបបាទសំឡេងដូចស្អីមួយធំដូចសัตว์អីមួយធំកំពុងតែដើរជុំវិញផ្ទះគាត់ចឹងឌឹបចឹងទៅបាទដល់ទៅបន្ទាប់មកគាត់ថាចំស្អីនៅក្រៅផ្ទះចឹងសัตว์ថ្មីវងថ្មីព្រៃវាចុះមកមិនដឹងនិយាយទៅគាត់ក្នុងព្រៃគាត់ចេះតែខ្លាចរឿងអាថ្មីអីវាចុះមកស៊ីតំណាំតំណោយឬក៏វាមករើផ្ទះរើអីចឹងណាបងប្អូនពួកថ្មីខ្លះកាចបាទដល់ទៅពេលគាត់បើប្អូចមើលបងប្អូនគាត់ថាអត់មានតម្រៃទេហើយក៏គ្មានមនុស្សឲ្យដែរស្ងាត់ឲ្យជ្រាបបាងឹតឆឹងចឹងទៅចុះក៏ដែរយប់បងប្អូនអត់មានអីទាំងអស់បន្ទាប់មកស្រាប់តែគាត់លឺសំឡេងម្ដងទៀតសំឡេងម្ដងទៀតសំឡេងអាសំឡេងតម្រៃវាដកដង្ហើមសំឡេងតម្រៃវាស្រែកអញ្ចឹងណាបងប្អូនបាទតែលក្ខណៈថាសំឡេងនោះមួយឲ្យលឺលក្ខណៈវើក្នុងអារម្មណ៍ក្នុងតិចគាត់អញ្ចឹងណាបាទដល់បន្ទាប់មកគាត់និយាយថាចេះបងច័ន្ទបងថាតាធំមែនហែងមែនតាធំនឹងតម្រៃរបស់គាត់ដែលស្លាប់បងប្អូនបាទដល់ទៅពេលគាត់និយាយតែប៉ុណ្្នឹងគាត់ថាគាត់បានឃើញសមោលតម្រៃធំមួយបងប្អូនបាទសមោលដំរីនឹងធំមែនតើគឺដើរកាត់ទ្វាររបស់គាត់ដើរកាត់មុខផ្ទះរបស់គាត់អញ្ចឹងទៅណាគឺអត់ឃើញរូបរាងវាទេឃើញតែសមោលធំប៉ុណ្ណាអញ្ចឹងទៅគាត់តែឃើញអញ្ចឹងគាត់ដូចដឹងគាត់បិទទ្វារក្រឹបបាទបិទទ្វារក្រឹបសងំមកដេកវិញអត់មាត់បិទភ្លើងបិទអីចិត្តឆឹងបាទហើយក៏ដល់តែស្អែកឡើងបងច័ន្ទគាត់ទៅប្រាប់អ្នកភូមិប្រាប់ឯងរឿងដែលគាត់ជួបថាបានលឺសំឡេងសម្រាប់ជើងដំរីយប់មិញហើយបានឃើញអីមួយនឹងធំមកដើរនឹងក្រៅផ្ទះគាត់ដល់បន្ទាប់មកអ្នកភូមិក៏និយាយថាចេះប្រហែលជាសត្វដំរីនឹងឯងប្រហែលជាដំរីរបស់គាត់ដែលឈ្មោះថាតាធំហ្នឹងវាមកវិញហើយអញ្ចឹងទៅបងចានថាកុំលេងសើចកុំនិយាយលេងសើចចេះចោលអញ្ចឹងវាគ្មានទេក៏ប៉ុន្តែនិយាយលយថាកុំលេងសើចថាវាគ្មានប៉ុន្តែបែកញើសចូលខ្លួនណាបងប្អូនបែកញើសស្រាក់ហើយក្នុងចិត្តគាត់ដឹងដែរថាប្រហែលជាសត្វដំរីនឹងឯងប្រហែលជាអាតាធំនឹងឯងវាត្រឡប់មកវិញបាទហើយគាត់បញ្ជាក់ដែរថានៅក្រោយផ្ទះបងច័ន្ទក៏មានកន្លែងក្រោលដំរីបងប្អូនព្រោះគេអ្នកមកដំរីអ្នកអីហ្នឹងគឺមានក្រោលគេមានអីសម្រាប់ចងទុកដំរីនៅហ្នឹងហើយគេចងមួយច្រវាក់មួយអីចឹងណាបាទច្រវាក់ហ្នឹងមិនធំទេទូចល្មមដែរទេបាទព្រោះដំរីវាសាំងហើយវាមិនទៅណាទេចឹងនិយាយចឹងណាបាទហើយគាត់ថាមានល្ងាចមួយយ៉ាងងឹតហើយយប់ហើយនៅក្នុងព្រៃវារៀងល្ងឹតបាទភូមិរបស់គាត់ហ្នឹងវារៀងនៅក្នុងព្រៃណាគាត់ថាចេះគាត់ថាគាត់បានលឺសំឡេងដូចមានស្អីមួយយ៉ាងមកទៅដោះនឹងអាកន្លែងក្រោលរបស់វាមកទៅដោះនៅកន្លែងក្រោលដំរីលូវូចឹងទៅបាទអាសំឡេងដូចសัตว์ដំរីវាយកស្បែកវាខ្លួនវាទៅដោះនឹងឈើនឹងអីក្រោលវាហ្នឹងណាហើយ
មិនត្រឹមតែទៅដល់ក្រោលទេអាដើមគាត់ថាដើមស្អីគេនៅជិតផ្ទះគាត់មួយហ្នឹងបាទដើមស្អីទេខ្ញុំភ្លេចបាត់ហើយបងប្អូនដើមដូចដើមច័ន្ទការីហ្នឹងដើមអីមិនដឹងទេថាវាទៅដល់ដើមនឹងឡើងគើឡើងលឺក្រាំងចឹងទៅដល់ទៅពេលលឺអញ្ចឹងគាត់មិនស្រួលគាត់ដើរទៅមើលអញ្ចឹងទៅណាដើរកាន់ពិលមួយច្បាច់មើលអញ្ចឹងទៅងឹតឆឹងហ្នឹងហើយបាទគាត់ថាគាត់ស្រីសួរអាណាមកញ៉ៃនៅហ្នឹងអាណាមកអីហើហូអីនៅហ្នឹងកុំមកញ៉ៃទេអញចេះចុះអញ្ចឹងណាគាត់ស្មានតែមានអ្នកមកលេខសោចមួយគាត់ក៏ប៉ុន្តែមកសទុះអត់មានមនុស្សនៅហ្នឹងទេអត់មានអ្នកណាគេមកញ៉ៃគាត់ទេបាទព្រោះមានសោះអញ្ចឹងទៅស្រាប់តែបានមិនតិចទៅអាចវៈចងតម្រៃអាចវៈតាក់តម្រៃវាលោតមកដូចមានស្អីមួយលើកវាមកអញ្ចឹងណាវាលោតមកប្រងតាក់មួយបងច័ន្ទតែម្ដងបងប្អូនបងច័ន្ទគាត់គ្រាន់តែឃើញថាវាចង្វាក់ជាហោះមកខ្លួនឯងអញ្ចឹងមុខវាឡើងចង់ថាមុខគាត់ឡើងស្លេកបងប្អូនបាទគាត់ថាចំលេងបាត់ហើយគាត់ក៏និយាយថាធំហើយកុំមកវិញហើយកុំមករកអញឯងទៅផុតទៅបានសុកទៅកុំញ៉ៃកុំមកអីចេះចោះចឹងព្រោះពេលហ្នឹងគាត់ដឹងថាប្រខែជាវិញ្ញាណរបស់តាធំនឹងឯងដល់បន្ទាប់មកបងប្អូនចង្វាក់នឹងលេងវាលោតមកតាក់ជើងគាត់បដៅតាក់ជើងគាត់ចឹងណាហើយគាត់ធម្មតាចង្វាក់មកតាក់ជើងវាមកវត្តច្បាប់ចឹងគាត់មិនឈឺគាត់ថាលេងអញចឹងទៅមានណាវត្តគាត់ខំប្រឹងដោះចង្វាក់នឹងដោះមិនក៏មិនរបូតដោះមិនក៏មិនចេញចឹងទៅហើយចង្វាក់នឹងរត់គាត់តឹងទៅចឹងណាគាត់ថារត់គាត់សឹងតែដាច់ខ្យល់ងាប់បងប្អូនរត់គាត់សឹងដាច់ខ្យល់បដ ாய் អាចង្វាក់តាក់ដំរីអាចង្វាក់ចងដំរីគាត់នឹងបាទបន្ទាប់មកគាត់លឺសំឡេងអារបៀបដំរីស្រែកហូអញ្ចឹងណាបងប្អូនខ្ញុំមិនដឹងថាធ្វើសំឡេងមិនទេសំឡេងដំរីស្រែកវ៉ាអញ្ចឹងមកបាទហើយសំឡេងនោះធ្ងន់មែនទែនគ្រាន់តែស្រែកសម្ពប់ទៅលើបងច័ន្ទវឹបអញ្ចឹងទៅចង់ឲ្យថាគាត់អាដំបងអាចង្វាក់នឹងលើគាត់ឡើងផុតពីដីអញ្ចឹងណាបងប្អូនដល់ទៅពេលដំរីវាស្រែកមកបាប់អញ្ចឹងមកបងច័ន្ទលក្ខណៈថាវាទម្លាក់បងច័ន្ទមកដីវាឌឹបបាទងេមងាមម្នាក់ឯងអញ្ចឹងទៅហើយគាត់ច្បាស់ហើយថាដំរីរបស់គាត់មករកគាត់វិញហើយបន្ទាប់មកគាត់ក៏លក្ខណៈថាអស់ខ្យល់ណាច្រវាក់រត់គាត់ផងធ្លាក់ពីលើមកផងក៏ស្លាប់បាត់ចឹងទៅបន្ទាប់មកទៀតបងប្អូនដល់ស្អែកឡើងក៏មានអ្នកភូមិគាត់ឈ្មោះបងសុខិនបាទឈ្មោះសុខិនហ្នឹងមកបានជួបគាត់ឃើញគាត់ស្លាប់ចឹងទៅហើយក៏ជួយគាត់ជួយអីចឹងណាហើយក៏សួរគាត់ថាមិនបានមកដេកក្រៅចឹងប្រឡាក់ប្រឡូកដីសមាប៉ាក់ពេញតែខ្លួនចឹងបងច័ន្ទគាត់ថានេះចង្វាក់ចងខ្ញុំចង្វាក់នឹងវាតាក់ខ្ញុំហើយបងសុខខិនគាត់ថាអាចង្វាក់អញចេះតាក់បងឲ្យខ្លួនឯងមែនបងច័ន្ទគាត់ថាជីវាមិនចេះតាក់ខ្លួនឯងតែមានគេយកមកតាក់មានអាសត្វនោះវាយកមកតាក់គាត់និយាយប៉ុណ្ណឹងដឹងបាត់ចុះសិនអ្នកតាក់ដំរីសិនអ្នកម្ចាស់ដំរីរឿងខ្លួនបងសុខខិនក៏ដើរចេញតែអត់ស្រួលអញ្ចឹងទៅណាហើយបងសុខខិនក៏ប្រាប់បងច័ន្ទមួយម៉ាត់ដែរថាបងឯងគួរតែធ្វើពិធីកម្មាទោសឲ្យព្រលឹងថាធំទៅណាប្រយ័ត្នវាមកធ្វើបាបខ្លាំងជាងហ្នឹងណាគ្រាន់តែប្រាប់ហើយបងច័ន្ទក៏អត់តបអត់មាត់អត់អីដែរក៏បាត់មាត់ឆឹងអញ្ចឹងទៅបន្តមកទៀតបងប្អូនដល់យប់មួយទៀតគាត់ថាយប់ហ្នឹងគឺសាហាវមែនតើបាទគាត់ថាពេលហ្នឹងនៅក្នុងភូមិស្រាប់តែបានឮអ្នកភូមិដែលចិត្តគ្នាហ្នឹងស្រាប់តែបានឮសំឡេងចម្លែកបាទស្រាប់តែឮសំឡេងចម្លែកចេញមកពីក្នុងផ្ទះបងច័ន្ទបាទឮសំឡេងដូចឌឹបតម្រៃវាដើរអញ្ចឹងណាដើរលើឈើលើអីលឺឌឹបអញ្ចឹងទៅហើយឮសំឡេងតម្រៃវាកំពុងស្រែករអ៊ូអញ្ចឹងទៅបាទនិយាយទៅសាហាវមែនទែនសំឡេងតម្រៃបងប្អូនដឹងហើយបាទខ្ញុំអត់មានសំឡេងតម្រៃដាក់ឲ្យបងប្អូនស្ដាប់បាទយករបស់គេខ្លាចជាប់ copyright អញ្ចឹងណាអញ្ចឹងបងប្អូនសម័យខ្លួនឯងទៅបន្ទាប់មកក៏បានឮសំឡេងលក្ខណៈថាមនុស្សស្រែកផងឮសំឡេងតម្រៃផងបាទឮដំបងឮសំឡេងបែបហ៊ូអញ្ចឹងទៅអស់ពីសំឡេងតម្រៃឮសំឡេងមនុស្សអូយឈឺអញ្ចឹងទៅបាទបន្ទាប់មកក៏អ្នកភូមិគាត់ថាវាមិនស្រួលខ្លាចកន្លងមានតម្រៃចុះប្រេងវាមកកាច់វាមកធ្វើបាបបងច័ន្ទអីចឹងណាក៏បានទាញលំពាត់ទាញរបស់ដែលជាអាវុធផ្សេងហ្នឹងរត់ស្ទុះស្ទាទៅរកផ្ទះបងច័ន្ទបាទដល់ទៅពេលទៅដល់ផ្ទះបងច័ន្ទហ្នឹងក៏មើលទៅខាងក្នុងផ្ទះហ្នឹងស្រាប់តែគេបានឃើញបងច័ន្ទហ្នឹងវាដូចតម្រៃចឹងបងប្អូនធ្វើក្បាលងីងើវាដៃជើងដៃពីខាងមុខគង់ជើងខាងក្រោយចឹងទៅថាដើរដូចតម្រៃចឹងហើយដើរងាកឆ្វេងងាកស្ដាំកលែងចុះកលែងឡើងស្រែករោកលែងចុះកលែងឡើងស្រែករោចឹងទៅភូមិម្នាក់ហ្នឹងក៏បានសួរគាត់ថាចានណៃធ្វើអីណាចានណៃធ្វើអី
គាត់ក៏អត់បានឆ្លើយដែរបន្ទាប់មកស្រាប់តែបងចាននោះស្ទុះលក្ខណៈថាស្ទុះធ្មុលមហោពួកគាត់ចឹងណាស្ទុះមកដូចតែមិនចុះព្រេងដេញបោដេញជុលចឹងស្ទុះមកយកក្បាលញល់នេះញល់នោះសាហាវបងប្អូនបាទតបមកគេក៏គេចចេញពីគាត់ឲ្យគាត់ជុលត្រូវទេគ្រាន់ថាគេនិយាយថាគាត់ដឹងតែតម្រៃចូលហើយបាទនិយាយថាមិនតម្រៃចូលមិនបើងីងើដើរដូចតម្រៃស្រែកដូចតម្រៃហ្នឹងពេលនឹងថាបងចាន់ដើរឈ្មោះមនុស្សមិនត្រូវទៅឈ្មោះចាំងមួយក្បាលគាត់ភុះហ្នឹងទៅអូយទៅបងប្អូនឈ្មោះឡើងថាបែកក្បាលខ្ទេចហើយយ៉ាងងាយចឹងណាឈ្មោះដូចតម្រៃវាកោះនេះកោះនោះពេលវាខឹងពេលវាឡើងប្រេងចុះប្រេងចឹងណាបងប្អូនបាទហើយបន្ទាប់មកអ្នកភូមិក៏គេស្រែកអើយឯងធ្វើអីចឹងឯងចេះចុះចឹងទៅណាខ្លះក៏ស្អីទៅខ្មោចថ្មីចូលគាត់ហើយខ្មោចថ្មីនិយាយទៅផ្អើលពេញមកភូមិគាត់ហ្មងបាទផ្អើលអ្នកដែលមកជួយមកអីចឹងទៅអ្នកខ្លះស្អីអាចារ្យឲ្យឈប់ឯងកុំបោកក្បាលចឹងបែកក្បាលងាប់លើហើយកុំឈប់និយាយទៅអញពេញទៅហ្នឹងបាទហើយក្នុងហ្នឹងក៏មានបងឡុងគាត់ក្នុងដែរគាត់បានឃើញហេតុការណ៍ហ្នឹងដែរចឹងណាបាទហើយបន្ទាប់មកបងចានគាត់គិតតែពីលក្ខណៈថាឈ្មោះនេះឈ្មោះលេខឈ្មោះកើតចឹងទៅដូចសត្វតម្រៃចូលព្រេងចឹងបាទហើយភ្នែកកលើមមាត់ក៏ទៅពិសេសអូចឹងទៅបានប្រហែលជា1ម៉ោងយូរដែរបងប្អូនគាត់ឈ្មោះឡើងបែកមុខបែកមាត់ខ្ទេចអស់ហើយបាទមុតនេះមុតនោះឡើងពេញខ្លួនទៅគាត់ដើរឈ្មោះដើមឈើឈ្មោះជាងផ្ទះឈ្មោះអីបាទដល់បន្ទាប់មកគាត់ក៏អស់ខ្យល់ទៅក៏ស្លាប់ឈឹងចឹងទៅបន្តមកទៀតអ្នកភូមិក៏បានលើកគាត់ចូលមកខាងក្នុងបងប្អូនលើកគាត់ចូលមកក្នុងផ្ទះក្នុងអីចឹងណាហើយគេក៏និយាយថាតអត់ការទេតទៅហៅលោកមុនអីមកសូត្រធម៌សូត្រអីឬក៏លក្ខណៈថាមកជួយដោះជួយអីចឹងបានកើតចឹងទៅណាហើយពេលហ្នឹងបងច័ន្ទក៏គាត់ដឹងខ្លួនដែរបន្ទាប់ពីគាត់ទុសាច់នឹងតម្រៃចូលហើយគាត់ដឹងខ្លួនមកវិញគាត់ថាអាមួយហ្នឹងវាចង់ឲ្យខ្ញុំងាប់អាមួយហ្នឹងវាមិនតាមសងសឹកវាមិនតាមអីវិញចឹងហើយវាខឹងខ្ញុំវាខឹងអីចឹងទៅហើយបន្ទាប់មកក៏សម្រាប់អីទៅអ្នកភូមិអីគេខ្លះក៏នៅមើលខ្លះក៏គេទៅផ្ទះទៅអីគេវិញចឹងគេរវល់ការងារគេដែរបងប្អូនបាទដល់តែបន្ទាប់មកទៀតពេលហ្នឹងគាត់ថាអស់អីហើយប្រហែលជាវាសងសឹកប៉ុណ្ណឹងហើយវាឈប់ណាចឹងបងច័ន្ទគាត់ក៏សម្រាប់ម្នាក់ឯងហើយលោកក៏អត់តន់មកដែរព្រោះគិតថាលេងអីហ៎បងប្អូនបាទចឹងទៅបងច័ន្ទគាត់សម្រាប់ស្រាប់តែគាត់ដឹងខ្លួនមកគាត់ថាមានអារម្មណ៍ថាឃើញសមោលអីមួយធំមែនតើឈរនៅជិតក្រែរបស់គាត់ឃើញតែជើងទេបងប្អូនធំមែនតើហើយមានស្អីទៀតក្រៅពីថាធំនឹងឯងបាទគាត់បើភ្នែកគាត់មើលចឹងទៅគាត់ថាចំវាមកទៀតហើយគាត់ដឹងខ្លួនគាត់ថាមកទៀតហ៎ហើយគាត់ថាដល់ពេលសឡងទៅឃើញក្បាលវាភ្នែកឲ្យឡងក្រហមទៅជក់បាសច្រាងលក្ខណៈវាខឹងណាបងប្អូនបាយស្បែកវាអាលេះអាលួយចឹងមកក្លិនឆ្អាបស្អុយល្ងឿមពេញបន្ទប់ចឹងទៅហើយតម្រៃនោះវានៅក្នុងផ្ទះគាត់ហ្មងនៅក្នុងបន្ទប់គាត់ដេកបងប្អូនបាទដល់តែបន្ទាប់មកបងច័ន្ទគាត់យំហើយគាត់លើកដៃសំពះថាឈប់ហើយសុំទោសអញខុសហើយលើកលែងទោសអញផងកុំធ្វើបាបអញឲ្យជឿចោះចឹងទៅតែនិយាយយ៉ាងម៉េចក៏វិញ្ញាណខ្មោចដំរីហ្នឹងវាមិនទៅណាដែរស្រាប់តែវាបានលើកជើងវាហ្នឹងណាយកមកសកត់លើទ្រូងបងច័ន្ទបណ្ដោយបងប្អូនសកត់លើទ្រូងបងច័ន្ទគាត់ថាកុំអញខុសហើយអញឈប់ហើយកុំចឹងទៅតែមានណាបងប្អូនទងន់ដល់ធ្ងន់របស់ជើងរបស់វាហ្នឹងក៏បានជន់បងច័ន្ទសឹងតែដាច់ខ្យល់ងាប់បាទជន់សកត់បន្ទាប់មកគាត់ថាគាត់បាក់ឆ្អឹងជនីបងលុបផុសបាក់ឆ្អឹងជនីបណ្ដោយគាត់ថាសុំបងអញខុសហើយសុំបងឯងចឹងទៅដល់ទៅតម្រៃនេះជន់មកសទុះទៀតធ្ងន់ជាងនឹងទៀតគាត់ថាគាត់ងាប់ហើយតាបាទបាក់ឆ្អឹងងាប់ហើយគាត់ថាពេលហ្នឹងបាទដល់បន្ទាប់មកក៏គាត់អស់ខ្យល់ចឹងទៅគាត់ក៏ស្លាប់បាត់ភាសាទៀតចឹងទៅបាទហើយពេលហ្នឹងគាត់ស្មានតែគាត់ស្លាប់ហើយតាគាត់ថាព្រឹកឡើងបានអ្នកភូមិមកឃើញគាត់ឃើញអីចឹងទៅឃើញគាត់ស្លាប់ហើយត្រូវរបួសបាក់ឆ្អឹងជនីទាំងសងខាងទាំងហើមចង់គេថាសល់តែទាំងហើមចង្រិតស្ទើរតែនឹងស្លាប់ហ្នឹងបងប្អូនបាទបងចាន់ស្ទើរតែទៅហ្នឹងបាទហើយបាក់ឆ្អឹងបាក់អីខ្ទេចខ្ទីអស់ហើយចឹងទៅក៏គេបាននាំគាត់ទៅពេទ្យទៅអីចឹងទៅហើយបន្ទាប់មកក៏បានព្យាបាលរបួសព្យាបាលនៅពេទ្យចឹងទៅណាហើយចង់និយាយថាអ្នកភូមិដែលក្នុងហ្នឹងគឺមានលោកតាម្នាក់គាត់បានមកនិយាយថាអញ្ចេះគាត់ថាអាចារ្យអាតាធំហ្នឹងវាបានសងសឹកវាបានមករកម្ចាស់វាហើយអញ្ចឹងប៉ុណ្ណឹងវាឈប់ហើយតាមគាត់មើលអញ្ចឹងព្រោះគាត់ព្រានព្រៃគាត់ចេះមើលចេះកូនគូវាដែរអញ្ចឹងណាបងប្អូនបាទគេថាអាតាធំហ្នឹងវាមកសងសឹកហើយវាទៅហើយវាលែងមកវិញហើយអាចារ្យបើវារស់ក៏រស់ទៅបើវាងាប់ក៏មិនដឹងធ្វើមិនដែរអាហ្នឹងនិស័យវាជាម្ចាស់
ជាម្ចាស់ដែលធ្វើបាបសត្វធាតុធ្វើបាបកូនចៅអីចឹងណាហើយក៏តាហ្នឹងគាត់ប្រកបឲ្យអ្នកភូមិហ្នឹងធ្វើខ្ទមមួយធ្វើកន្លែងមួយដូចតូបដូចស្តូបមួយចឹងបងប្អូនដើម្បីសែនដើម្បីដាក់ចេកដាក់អំពៅដាក់ឲ្យតាចាន់នេះទៅឲ្យវាឈប់មកឈប់អីហើយវានៅការពារព្រៃការពារអីហ្នឹងចឹងទៅកុំឲ្យមានរឿងមានអីទៀតចឹងទៅបងប្អូនបាទហើយគាត់ថាក៏បងច័ន្ទហ្នឹងក៏នៅព្យាបាលនៅអំពេទ្យហ្នឹងយូរខែក៏ងំជាបងប្អូនព្រោះគាត់អត់មានប្រពន្ធកូននេះទេហើយនៅពេទ្យហ្នឹងស៊ីអត់ស៊ីឃ្លាននៅហ្នឹងចឹងទៅហើយតងំតាជានឹងប្រហែលខែប្រហែលឆ្នាំទេបាក់ឆ្អឹងជំនីខ្ទេចអស់ហើយបងប្អូនបាទហើយជាមិនរស់ផងទៅដឹងបាទហើយក៏គ្មានដំណឹងបងច័ន្ទទៀតដែរមិនដឹងថាគាត់ឈប់មកនៅហ្នឹងឬគាត់ទៅណាទេដោយសារតែបើសិនជាគាត់ជាក៏គាត់មិនហ៊ានមកដែរដោយសារគាត់ខ្លាចប្រឡឹងតាធំហ្នឹងនៅតាមធ្វើបាបចឹងណាខ្លាចតាមមកសម្លាប់តាមមកអីចឹងទៅតែអ្នកភូមិគេថាពេលខ្លះយប់ឡើងឮសំឡេងដំរីស្រែកក្នុងព្រៃក្នុងអីតែរកដំរីមិនឃើញទេចឹងអាហ្នឹងប្រហែលជាវិញ្ញាណរបស់តាធំនឹងឯងដែលវានៅការពារព្រៃការពារអីចឹងទៅណាបាទហើយចាប់ពីថ្ងៃនោះមកក៏ម្នាក់លែងហ៊ានប្រមាថមាក់ងាយលែងហ៊ានមើងងាយទៅលើវិញ្ញាណរបស់លែងហ៊ានមើងងាយទៅលើសត្វធាតុដែលខ្លួនឯងចាំដែរជាពិសេសគឺសត្វធំដូចជាដំរីដូចជាអីហ្នឹងព្រោះអីវាចូលរួមជួយយើងច្រើនតែយើងបែរជាវាយបែរជាជេរស្ដីវាហើយពេលដែលវាងាប់ហើយបែរជាប្រមាថមើងងាយវាទៀតអញ្ចឹងទៅវាគ្នាក៏ចេះខឹងចេះអន់ចិត្តដែរអញ្ចឹងណាបងប្អូនវិញ្ញាណវាតាមមកសងសឹកណាបាទហើយរឿងហ្នឹងក៏មានតែប៉ុណ្្នឹងដែរនេះជារឿងសាច់រឿងខ្លីមួយរបស់វិញ្ញាណសត្វដំរីមួយដែលបានមកសងសឹកម្ចាស់វាតាមការដំណើររបស់អ្នកភូមិជាមួយនឹងបងច័ន្ទដែលជួបសាច់រឿងផ្ទាល់បាទហើយបងឡុងគាត់តែរឿងហ្នឹងគាត់ដឹងច្បាស់ដោយសារតែគាត់នៅក្នុងភូមិហ្នឹងដែរអញ្ចឹងទៅបាទចឹងមានតែប៉ុណ្្នឹងទេបងប្អូនតែបងប្អូនស្ដាប់រឿងនេះហើយបងប្អូនជឿឬក៏មិនជឿដែរទេបាទសម្រាប់ខ្ញុំជឿ80ទៅ90%ដោយសារខ្ញុំអត់ដែលឮដែរវិញ្ញាណសត្វដំរីមិនទេបងប្អូនណាបាទចឹងបងប្អូនគិតមិនមកអាច comment នៅខាងក្រោមវីដេអូចូលចិត្តឬក៏មិនចូលចិត្តអាច comment ប្រាប់នៅខាងក្រោមវីដេអូខ្ញុំបាទក៏ព្យាយាមស្វែងរករឿងថ្មីប្លែកៗដើម្បីផ្សាយជូនបងប្អូនស្ដាប់កំសាន្តផងដែរបាទហើយបើបានមកស្ដាប់ហើយបងប្អូនហើយកុំភ្លេច Subscribe ឲ្យខ្ញុំម្នាក់មួយផងព្រោះនេះជា Channel ថ្មីរបស់ខ្ញុំ Channel ទី2បងប្អូនហើយបងប្អូនខ្លះក៏ឆ្ងល់ដែរចូលមើល Channel ឃើញមានរឿងគ្រួសាររឿងអីចឹងណាក៏ប៉ុន្តែខ្ញុំអត់ហ៊ានចេញទៀតទេបងប្អូនរឿងគ្រួសារដាក់ទៅឃើញប្រិមិត្តគាត់ reaction មកអត់សូវល្អដូចជាមានអ្នក report អ្នកអីទៀតចឹងទៅខ្ញុំក៏អត់ហ៊ានធ្វើទៀតដែរដោយសារនិយាយរឿងគ្រួសារវាមានពាក្យពេចន៍អត់ល្អច្រើនអញ្ចឹងណាបាទអញ្ចឹងយើងនិយាយរឿងនិទានរន្ធត់រឿងនិទានខ្មោចព្រាយបិសាចរឿងព្រៃរឿងអាគមអីចឹងទៅកុំឲ្យវាប៉ះពាល់ជាមួយនឹងរឿងគ្រួសារទៀតដូចជាអត់សូវស្រួលទេខ្លាចមានបញ្ហាដល់ channel បងប្អូនណាបាទអញ្ចឹងមានតែប៉ុណ្្នឹងហើយក៏សូមអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងនិយាយលឿនពេកយឺតពេកក្នុងវីដេអូក៏សូមបងប្អូនខន្តីអធិស្ឋានឲ្យខ្ញុំផងព្រោះធ្វើវីដេអូនេះក្នុងគោលបំណងចង់ឲ្យបងប្អូនបានកំសាន្តស្ដាប់លេងសប្បាយអញ្ចឹងទៅស្ដាប់ហើយបន្ធូរអារម្មណ៍ពីតានតឹងក្នុងការងារអីផ្សេងអញ្ចឹងទៅណាបងប្អូនបាទអញ្ចឹងកុំប្រកែប្រកាន់បើសិនជាមានខុសឆ្គងលឺលួសហើយជាចុងក្រោយខ្ញុំបាទក៏សូមជូនពរឲ្យបងប្អូនសុខសប្បាយសំណាងល្អរកស៊ីទទួលទានមានបានធ្វើអ្វីឲ្យសម្រេចដោយសេចក្តីបំណងប្រាថ្នាតើណាមណាមានតែគេស្រឡាញ់ចូលចិត្តបងប្អូនណាអរគុណច្រើនអញ្ចឹងជួបគ្នាឱកាសក្រោយបងប្អូនជាមួយនៅវីដេអូក្រោយអរគុណបាយបាយ